Bạn mình xưa nọ khía vẫn cần mình đồng đầu mấy ngày ní cứ nhom nâng bằng hai nọ khía tại tôi nâng ca voiceover nâng non com ta hay dùng para mình cầm thì khép cắt chân tới nâng ngày nào khía bà sân gì nọ khía trong thưa voiceover ở bàn sầm lên pro hay start mới tới cuối tẹt tiếng cứ nọ khía tới tại miền microphone mình thay nọ khía pro mình đi các bán và lại được dùng cáiปุ่มtập bẹn lửa có áo đi các bạn đây chẳng dương mơ tại tôi nâng ca thưa vì tôi ngọt khía ok chân nửa pe để dương cho một đo screen bài này chấn đậm bay từ voiceover bán cứ dương từ một mơ từ lửa này càng lừa ní ok chùa nắng nào khi lần khơi biệt tha voiceover miền thập biệt thập voiceover nào khi chơi lừa vì mùi bạch nào khi chơi vì mùi chẳng hái vì nâng chành bài này chẳng ai đại dương từ thưa viết từ bộ kế nào khi từ mơ cả lại input device ដោយសារតែខ្ញុំបាន connect microphone ខ្ញុំហើយចឹងកន្លែងនេះគឺវាមានរលកសំឡេងរត់ចុះឡើងចឹងទៅតែបើសិនជាអត់ទេអ្នកគ្នាទៅរើស device microphone របស់អ្នកគ្នានៅទីនេះចូលមកខាងក្រោមតាក់ទងទៅនឹងសំឡេងបើអ្នកគ្នាគិតថាសំឡេងអ្នកគ្នានិយាយទៅខ្សោយអ្នកគ្នាអាចទាញដល់ 200% ដែលខ្ញុំចឹងដែរមកអូខេអញ្ចឹងសំឡេងរបស់ខ្ញុំនៅមុខ microphone នេះវាមិនសូវជាខ្លាំងពេកទេអញ្ចឹងប៉ុណ្ណឹងខ្ញុំអាចទទួលយកបានខ្ញុំបើក 200 អញ្ចឹងទៅអូខេអញ្ចឹងយើងមកដឹងតាក់ទងទៅនឹង option 3 ខាងក្រោមនេះអញ្ចឹងកន្លែង echo reduction ហ្នឹងគឺយើងអាចចុច click ដើម្បីឲ្យសំឡេងរបស់យើងហ្នឹងវាជួយកាត់ផ្ដាច់តាក់ទងនឹងសំឡេងដែលវាខ្ទរអញ្ចឹងទៅចំណុចទី2កន្លែង mood project កន្លែងហ្នឹងក៏សំខាន់ដែរអ្នកគ្នានៅពេលដែលអ្នកគ្នា voice over ទៅអ្នកគ្នាមិនចាំបាច់ទៅ mood នៅសំឡេងវីដេអូរបស់អ្នកគ្នានៅទីនេះទេមិនចាំបាច់មក mood ចឹងទេអញ្ចឹងរាល់ពេលដែលអ្នកគ្នា voice over អ្នកគ្នា click យកកន្លែងហ្នឹងមួយមានន័យថាវីដេអូរបស់អ្នកគ្នាអំឡុងពេលដែលអ្នកគ្នា voice over គឺវានឹងអត់មានសំឡេងរំខានឮមកអំឡុងយើងកំពុងតែ voice ហ្នឹងឯងទី3គឺ enhance voice ចឹងវាធ្វើឲ្យសំឡេងរបស់អ្នកគ្នាកាន់តែច្បាស់ចឹងយើងយកនឹងមួយទៀតទៅអត់ខអ្នកគ្នា select វាទាំង3ទៅអញ្ចឹងយើងធ្វើការ voice over អញ្ចឹងខ្ញុំនឹងធ្វើជា example មួយអញ្ចឹងខ្ញុំ start voice អូខេសួស្តីអ្នកគ្នាថ្ងៃនេះពិតជារីករាយណាស់ដែលបានមកធ្វើវីដេអូបង្ហាញទៅដល់អ្នកទាំងអស់គ្នាទាក់ទងទៅនឹងការ voice over នៅលើ computer ជាមួយនឹងកម្មវិធី CapCut អូខេអ្នកគ្នាអញ្ចឹងប៉ុណ្ណឹងបានហើយកុំឲ្យសាំពេកយើងចុច save បើយើង save ហើយអ្នកគ្នាឮអត់នៅពេលដែលខ្ញុំ voice មិញហ្នឹងគឺអត់មានសំឡេងរំខានចូលទេឥឡូវខ្ញុំសាកបើកកន្លែង mood project ហ្នឹងវិញខ្ញុំសាកនិយាយម្ដងទៀតពីកាមេរ៉ាសួស្តីអ្នកគ្នាទៅក្នុង Facebook ឬក៏ Instagram បានភ្លាមហើយចុះដោយអ្នកគ្នាស្ដាប់អញ្ចឹងនិយាយទៅគឺវាមានសំឡេងខ្ទរពី speaker យើងមកវិញវាមានអារម្មណ៍ថារំខានមែនតើអញ្ចឹងកន្លែងចំណុចទាំង3ហ្នឹងគឺអ្នកគ្នាត្រូវដឹងគឺអ្នកគ្នាចុចវាទាំង3ទៅកុំឲ្យច្រឡោះត្រង់ណាមួយបាទអរគុណច្រើនសម្រាប់ការទស្សនាវីដេអូនេះខ្ញុំសង្ឃឹមថាវីដេអូដែលខ្ញុំបានចែករំលែកវាជាចំណេះដឹងមួយដ៏ល្អសម្រាប់ឲ្យអ្នកគ្នាអាចរៀនពីវាបានហើយបើសិនអ្នកគ្នាមានចម្ងល់បន្ថែមអ្នកគ្នាអាច comment នៅខាងក្រោមខ្ញុំបានណាននឹងចែករំលែកបន្តបន្ទាប់នៅវីដេអូថ្មីទៀតអរគុណ